តពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាមិនថានៅក្នុងស្រុកឬក្រៅស្រុកដែលបានទស្សនាវីដេអូមួយនេះថ្ងៃនេះពុកម៉ែបងប្អូនទាំងអស់គ្នាបានមកហូបអីដែរបងប្អូនសម្រាប់ខ្ញុំថ្ងៃនេះគឺយើងស្លកកូរហើយបន្លែអូយនិយាយពីថាទិញគាត់ដាំខ្លួនឯងឲ្យគាត់បដាកង់លក់និយាយពីថាល្អសែនល្អហើយមកដុំតែ1000ទេបន្លែល្អច្រើនពេកក៏ទិញគាត់រៀងច្រើនដែរហើយមិនមែនស្លទាំងអស់ហ្នឹងទេគឺខ្ញុំច្រកថងទុកក្នុងទូទឹកកកខ្លះបងប្អូនព្រោះដោយសារអីពេលខ្លះយើងងើបមកអត់តាន់គាត់លក់ទេព្រោះអ៊ំគាត់លក់រៀងលឿនមករយៈនេះនិយាយពីថារវល់លើសែនរវល់វីដេអូធ្វើម្ហូបអត់សូវមានពេលបានធ្វើជូនពុកម៉ែបងប្អូនមើលទេតែពេលឆ្លៀតថតឬមួយក៏កាត់វីដេអូអត់បានផងហើយឥឡូវខ្ញុំកំពុងតែបេះបន្លែបងប្អូនបន្លែមានខ្ញុំដាក់ថ្ងៃហ្នឹងគឺស្លកកូរហ្នឹងគឺខ្ញុំដាក់តែស្លឹកម្រុំជាមួយនឹងស្លឹកម្រះឲ្យពុកម៉ែបងប្អូនព្រោះដោយសារអីបើយើងដាក់បន្លែខៀវច្រើនពេកញ៉ាំមិនអស់ហើយផ្ទះខ្ញុំមាត់តិចហើយកំពុងបេះបន្លែបេះដាក់កាមេរ៉ាថតពូជាងគាត់ដើរកាត់មុខពូជាងធ្វើផ្ទះគាត់ដើរកាត់មុខកាមេរ៉ាតែម្ដងគាត់ឃើញខ្ញុំបេះបន្លែគាត់ស្មានតែយើងអង្គុយបេះបន្លែធម្មតាអត់ដឹងថាយើងដាក់កាមេរ៉ាថតអីសម្រាប់ការបេះបន្លែនេះគឺខ្ញុំថតបានតែពេលខ្ញុំបេះស្លឹកម្រះឲ្យពុកម៉ែបងប្អូនខ្ញុំរៀងកាត់តិចហើយដោយសាររវល់ណាស់មួយរយៈហ្នឹងដូចខ្ញុំនិយាយខាងដើមអញ្ចឹងឥឡូវយើងមកដាក់ស្លបងប្អូននិយាយទៅពុកម៉ែបងប្អូនភាគច្រើនគាត់ប្រកាសជាចេះស្លកកូរហើយគ្រាន់ថាការស្លតាមគ្រួសារនីមួយវាអត់អាចថាដូចគ្នា100%ទេសូម្បីតែរសជាតិក៏យើងញ៉ាំខុសគ្នាដែរអ្នកខ្លះញ៉ាំសាបញ៉ាំប្រៃញ៉ាំផ្អែមទៅតាមនឹងទៅសម្រាប់ការស្លកកូររបស់ខ្ញុំចូលចិត្តយកខ្លាញ់ជ្រូកយកមកបំពងឲ្យវាចេញខ្លាញ់ហើយចាំដាក់រំលីងជាមួយគ្រឿងខ្ញុំធ្វើបែបនេះរហូតដោយសារអីពេលដែលយើងដាក់ខ្លាញ់ជ្រូកខ្ញុំមានអារម្មណ៍ថាវាឆ្ងាញ់ហើយគ្រឿងដែលខ្ញុំរំលីងហ្នឹងគឺខ្ញុំដាក់ស្ករសបន្តិចពុកម៉ែបងប្អូនដើម្បីកុំឲ្យវារៀងខ្លោចគូតឆ្នាំងហើយខ្ញុំដាក់អត់តាន់វាឡើងចង់ខ្លោចគូតឆ្នាំងបាត់ហើយបន្ទាប់មកខ្ញុំក៏បន្ថែមទឹកបន្តិចដើម្បីកុំឲ្យគ្រឿងយើងស្ងួតពេកយើងធ្វើការកូរវារំលីងវាឲ្យឡើងក្លិនឈ្ងុយពុកម៉ែបងប្អូននិយាយរួមទៅសម្រាប់ការស្លកកូរនេះខ្ញុំបានបង្ហាញវីដេអូរៀងច្រើនដែរហើយតើពីគ្រឿងរបស់យើងឡើងក្លិនឈ្ងុយរៀងឆ្អិនគ្រឿងហើយខ្ញុំក៏បន្ថែមជាមួយនឹងប្រហុកចិញ្ច្រាំយើងចូលពុកម៉ែបងប្អូនប្រហុកដែលយើងធ្វើខ្លួនឯងបែបនេះហើយនិយាយពីថាក្លិនឈ្ងុយខ្លាំងមែនតើហើយសម្រាប់ស្លកកូរគឺខ្ញុំចូលចិត្តចាស់ប្រហុកបន្ទាប់ពីយើងដាក់ប្រហុកចូលហើយខ្ញុំក៏បន្ថែមជាមួយទឹកត្រីហើយនិងប៊ីចេងពុកម៉ែបងប្អូនយើងដាក់វាចូលបន្តិចចឹងមកបន្ទាប់មកខ្ញុំក៏លួចរ៉ូឌីបន្តិចទៀតហើយសម្រាប់គ្រឿងដែលយើងបន្ថែមគ្រឿងទេសហ្នឹងគឺយើងកុំទាន់ដាក់ច្រើនពេលយើងដាក់បន្តិចល្មមសិនបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងសាច់ជ្រូកបងប្អូនថ្ងៃហ្នឹងគឺស្លសាច់ជ្រូក3ជាន់លាយជាមួយឆ្អឹងចេនីខ្ចីអត់បានទិញត្រីម្ដែងដាក់អីអូយបើបានត្រីម្ដែងទៀតក៏ឆ្ងាញ់ដែរពុកម៉ែបងប្អូនតែដោយសារវាច្រើនពេកយើងក៏អត់សូវមានពេលអញ្ចឹងយើងធ្វើតែមួយមុខបានហើយពេលដែលខ្ញុំដាក់សាច់ជាមួយនឹងឆ្អឹងជំនីចូលពុកម៉ែបងប្អូនខ្ញុំក៏បានចាក់អាទឹកដែលយើងបុកគ្រឿងហ្នឹងខ្ញុំក៏បានដាក់ទឹកជាចូលក្នុងត្បាល់ហ្នឹងព្រោះឮចាស់ថាពេលស្លអីក៏ដោយពេលយើងបុកគ្រឿងយើងត្រូវតែយកទឹកទៅដាក់ចូលត្បាល់កុំឲ្យបោះចោលអាគ្រឿងជាប់ត្បាល់ហ្នឹងព្រោះវាឈ្ងុយហើយហ្នឹងខ្ញុំមិនដឹងថាចាស់ពីដើមគាត់កុហកយើងឬមួយក៏គាត់លក្ខណៈថាស្ដាយគ្រឿងពេលដែលយើងដាក់ទឹកទៅវាបានគ្រឿងហ្នឹងមកវិញទាំងអស់ចឹងយើងអត់បោះចោលយើងអត់លាងចោលបន្ទាប់ពីខ្ញុំដាក់សាច់រៀងរីងអាទឹកចេញពីសាច់ហ្នឹងមករីងអាទឹកដែលយើងដាក់គ្រឿងហ្នឹងហើយខ្ញុំក៏បានដាក់បន្លែរឹងរបស់យើងចូលសម្រាប់បន្លែកកូរគឺពុកម៉ែបងប្អូនដឹងហើយថាយើងដាក់អីខ្លះគឺមានច្រើនមុខខ្លាំងមែនតើហើយបន្លែកកូរដែលខ្ញុំដាក់ថ្ងៃនេះគឺមានល្ហុងសណ្តែកគួរត្រប់វែងខ្នោជាមួយនឹងល្ពៅសម្រាប់ល្ពៅខ្ញុំដាក់រៀងច្រើនបន្តិចព្រោះដោយសារផ្ទះខ្ញុំចូលចិត្តញ៉ាំល្ពៅបន្ទាប់មកគឺយើងទុកឲ្យវារៀងស្លោកលក្ខណៈថារៀងសពប់មកបន្តិចគឺយើងត្រូវបន្ថែមអង្ករលីងចូលកន្លែងត្រង់ចំណុចនេះខ្ញុំឃើញពុកម៉ែបងប្អូនខ្លះគាត់ស្លគាត់អត់ទាន់ដាក់អង្ករលីងដូចខ្ញុំអញ្ចឹងទេគាត់ដាក់ឲ្យវារៀងសពប់ហើយគឺគាត់បន្ថែមទឹកយកតែម្ដងប៉ុន្តែសម្រាប់ខ្ញុំចាក់អង្ករលីងចូលសិនហើយខ្ញុំកូរវាឲ្យត្រឡប់ចូលគ្នាហើយបានខ្ញុំបន្ថែមទឹកជារបស់យើងហ្នឹងចូលសម្រាប់ទឹកគឺខ្ញុំអត់ដាក់ច្រើនពេកទេពុកម៉ែបងប្អូនដោយសារអីស្លកកូរបើសិនជាយើងដាក់ទឹកច្រើនវារាវវាអត់ឆ្ងាញ់ទេហើយណាមួយខ្ញុំប្រើកលីងហ្នឹងក៏អត់ច្រើនប្រហែលដែរអញ្ចឹងខ្ញុំដាក់ទឹកតែមួយល្មមបន្តិចទេដើម្បីកុំឲ្យស្លរបស់យើងវារាវពេកបន្ទាប់ពីយើងដាក់ទឹកចូលហើយខ្ញុំក៏បានក្របវាទុកចោលសិនណាពុកម៉ែបងប្អូនឥឡូវទឹកយើងក៏បានពុះដែរបងប្អូនពេលដែលពុកម៉ែបងប្អូនដាក់ទឹកហើយឃើញមានពពុះឡើងអញ្ចឹងពុកម៉ែបងប្អូនដួសចេញទៅកុំឲ្យស្លរបស់យើងវាមានកាកច្រើនពេកសម្រាប់ពពុះនេះវាដោយមកគឺមានកាកជាមួយកាក
ស្លឹកគ្រៃកាក់អីដែលយើងបុកអត់ម៉ត់ល្អហ្នឹងណាពុកម៉ែបងប្អូនអញ្ចឹងខ្ញុំធ្វើការភ្លក់វាបន្ទាប់មកវារៀងស្ទើរប្រៃអញ្ចឹងខ្ញុំក៏បន្ថែមទឹកត្រីចូលបន្តិចទៅម៉ែបងប្អូនត្រង់ចំណុចនេះគឺបន្លែរបស់យើងគឺបានឆ្អិនហើយអាបន្លែដែលយើងដាក់ចូលហ្នឹងអញ្ចឹងទឹកយើងក៏បានពុះល្អខ្ញុំក៏បានដាក់បន្លែខៀវចូលបន្លែខៀវគឺខ្ញុំដាក់ស្លឹកម្រុំមុនបន្ទាប់មកគឺខ្ញុំដាក់ស្លឹកម្រះតាមក្រោយដោយសារអីស្លឹកម្រះពេលយើងដាក់វាយូរពេកវាចេញជាតិល្វីងខ្លាំងអញ្ចឹងពេលដែលយើងចិត្តបិទភ្លើងចាំយើងដាក់ស្លឹកម្រះចូលតាមក្រោយឥឡូវស្លកកូររបស់យើងគឺបានឆ្អិនហើយពុកម៉ែបងប្អូនតែប៉ុណ្្នឹងទេគឺខ្ញុំបិទភ្លើងហើយអរគុណពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អអរគុណជំរាបលាបាយបាយ